ឆ្ងល់ឯឡានទំនើបទិញតម្លៃរាប់ម៉ឺនហើយមានប្រព័ន្ធការពារនៅពេលបុកទង្គិចដូចជា pre-collision system ឯជាដើមប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់ដូចយើងឃើញនៅគ្រោះថ្នាក់ដែលកើតឡើងមកថ្មីមានការវែកញែកជាច្រើនថាហេតុអីក៏ឡានទំនើបអញ្ចឹងមានប្រព័ន្ធការពារសុវត្ថិភាពជាច្រើនប៉ុន្តែនៅតែអត់អូតូចាប់រាំងដោយស្វ័យប្រវត្តិចាឥឡូវយើងមកភាគទាំងអស់គ្នាដោយសារតែឡានខ្ញុំក៏មានប្រព័ន្ធចាប់រាំងដោយស្វ័យប្រវត្តិអញ្ចឹងខ្ញុំយកសភៅយកមកអានសភៅរបស់ឡានយកមកអានអញ្ចឹងនៅពេលដែលខ្ញុំអានសភៅហ្នឹងទៅយើងឃើញថាវាមានចំណុចមួយចំនួនដែលយើងគួរចាប់អារម្មណ៍តាក់ទងនឹងប្រព័ន្ធ auto brake ហ្នឹងដែរអូខេអញ្ចឹងទី1ក្នុងសភៅអានេះខ្ញុំលើកឡើងតូតាតែខ្ញុំគិតថាឡានជាទូទៅក៏វាដូចគ្នាដែរទេប្រព័ន្ធមួយចំនួនក៏វាស្តៀងគ្នាទេទី1គេអត់ឲ្យយើងមានន័យថាពឹងផ្អែកទាំងស្រុងលើប្រព័ន្ធហ្នឹងឯងប្រព័ន្ធហ្នឹងវាបង្កើតឡើងដើម្បីជួយការពារសុវត្ថិភាពកាត់បន្ថយហានិភ័យប៉ុន្តែមនុស្សអ្នកបើកបរ driver នៅតែសំខាន់មានន័យថាយើងជាអ្នក control យើងជាអ្នកទទួលខុសត្រូវពីព្រោះនៅពេលដែលបើកឡានប្រព័ន្ធដំណើរការទាំងអស់ហ្នឹងប៉ុន្តែយើងជា driver យើងជាអ្នកបើកយើងអាចគេហៅ override មានន័យថាមានសិទ្ធិក្នុងការ cancel វាណាអញ្ចឹងវាចាប់ការបើកយើងមួយចំនួនអាច cancel ទី2នៅពេលដែលយើងមើលទៅប្រព័ន្ធ radar របស់វាចាប់ទី1ពេលយប់ទី2ល្បឿនលឿនទី3ម៉ូតូវាអាចថាវាទូចអញ្ចឹងប្រព័ន្ធ radar វាអាចថាចាប់អាហ្នឹងយើងនិយាយក្នុងមួយផ្លូវទៀតណាវាអាចចាប់អត់បានល្អឬចាប់អត់ទាន់ធ្វើឲ្យមានរឿងកើតឡើងទី2ដោយសារយើងមើលក្នុងហេតុការណ៍ហ្នឹងឡានបើកវ៉ាអញ្ចឹងនៅពេលដែលបើកវ៉ាក្នុងសភៅរបស់ Toyota ក៏វានិយាយដែរប៉ុន្តែខ្ញុំមិនច្បាស់ថា Avatar គឺវាអញ្ចឹងដែរប៉ុន្តែបើគេ explain នៅក្នុងហ្នឹងគេថានៅពេលដែល accelerate pedal មានន័យថាយើង gear នៅតែជាន់បន្ថែមហើយចង្កូតយើងនៅកាច់បត់យើងនៅកាច់បត់អញ្ចឹងពេលហ្នឹងប្រហែលជាគាត់អាចកាច់បត់ហើយ gear នៅជាន់អញ្ចឹងយើងអានេះយើងតាមការប៉ាន់ស្មានអញ្ចឹងវាធ្វើឲ្យប្រព័ន្ធវាចាប់ថាឥឡូវហ្នឹងអត់ត្រូវការ system របស់ឡានត្រូវ pre-collision ហ្នឹងឯងគឺថា driver take action ហើយអញ្ចឹង driver បែរជា take action ណាមួយដើម្បីបញ្ជាស្ថានភាពហានិភ័យហ្នឹងអញ្ចឹងវាចាប់នៅពេលដែលណាគេថាអូ drive smooth យើងផ្លិចមកភាំងអញ្ចឹងវាជួយការពារប៉ុន្តែនៅពេលដែលសម្ពាធយើងជន់បន្ថែមឬក៏អាចកោតទេយើងបាត់កាច់ហ្នឹងមានន័យថា driver ពង take action ហើយអញ្ចឹងប្រព័ន្ធហ្នឹងវា override ហើយអញ្ចឹងមានន័យថាវាអត់ដើរហើយអញ្ចឹងអាហ្នឹងអ្វីដែលសភៅគេបញ្យល់អញ្ចឹងចូលរួមសុខភាពទាំងអស់គ្នាហើយចូលរួមមរណភាពចូលរួមសោកស្ដាយសម្រាប់អ្នកដែលគាត់ទទួលគ្រោះថ្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងយើងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរដោយការប្រុងប្រយ័ត្នបើកបរដោយល្បឿនយឺតអញ្ចឹងសុខសុវត្ថិភាពទាំងអស់គ្នាអូខេអរគុណច្រើនអញ្ចឹងនេះជាបទពិសោធន៍ហើយនឹងការស្រាវជ្រាវមួយចំនួនទាក់ទងនឹងប្រព័ន្ធឡានទំនើបមែនប៉ុន្តែយើងអ្នកបើកបរសំខាន់ជាងយើងជាអ្នកគ្រប់គ្រងទៅលើឡានកំប៉ុងទាំងស្រុងទៅលើប្រព័ន្ធរបស់ឡានអូខេអរគុណច្រើនជួបគ្នាថ្មីទៀតជាមួយនឹងបទពិសោធន៍នឹងការប្រើប្រាស់រថយន្តហើយបើត្រូវការគ្រឿងតុបតែងរថយន្តស្អាតៗកុំភ្លេចឡានស្អាតអរគុណច្រើន